បើសិនជាភាពធូរស្រាលនៃសង្គ្រាមពាណិជ្ជកម្មបន្តកើតមានហើយស្ថានភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនមានភាពធូរស្រាលមកវិញខ្លះនេះបើយោងតាមការលើកឡើងរបស់លោកម៉ាសារឿនប្រធានប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគមាសប្រចាំក្រុមហ៊ុន BAC Market លោកបានបន្ថែមថានេះអាចស្រោចចុះចន្លោះពី100ទៅ$200ក្នុងមួយអោនបន្ថែមទៀតបើសិនជាសភាពការទូទៅមានភាពធូរស្រាលជាពិសេសរឿងសង្គ្រាមពាណិជ្ជកម្មហើយនឹងស្ថានភាពសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយសម័យខ្ញុំក៏បានបដិយោបល់លោកវិចិញ្ញចោលភ្លាមៗដែរឃើញថាតម្លៃហាងឆេមាសបានស្រោចចុះជិត$100ក្នុងមួយអោនការធ្លាក់ចុះនេះក្រោយពីមានភាពធូរស្រាលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងដៃគូពាណិជ្ជកម្មផ្សេងៗទៀតហើយមានតម្រូវថានឹងអាចមានការថយពន្ធមកវិញទៅលើពាណិជ្ជកម្មរវាងចិននិងអាមេរិកបូករួមទាំងមានកិច្ចព្រមព្រៀងការចរចាលើអាជីវកម្មរ៉ែកម្ររវាងអ៊ុយក្រែនហើយនិងសហរដ្ឋអាមេរិកផងដែលអ្នកជួញដូរអ្នកវិនិយោគហាក់បង្ហាញមានភាពសង្ឃឹមថានឹងអាចមានការចរចាបត់ច្បាញ់ឬក៏បញ្ចប់សង្គ្រាមក្នុងពេលខាងមុខធ្វើឲ្យទីផ្សារមានសភាពធូរស្រាលមកវិញហើយតម្លៃទីផ្សារភាគហ៊ុនយើងឃើញថាមានការកើនឡើងនិងបានដាក់សម្ពាធតម្លៃហាងឆេមាសដែលសេះហើយបើហ្នឹងមានការលុបចេញចោលធ្លាក់ចុះមកវិញ